សម្រាប់ក្លឹបហាត់ប្រាណក្លឹប VC គួរតែមានប្រព័ន្ធគ្រប់គ្រងមួយនេះនៅក្នុងវីដេអូនេះខ្ញុំសូមលើកនៅចំណុចសំខាន់មួយចំនួនមកធ្វើការបង្ហាញជូនបងប្អូនចំណុចដំបូងនោះគឺតកតងជាមួយនឹងការគ្រប់គ្រងការលក់សេវាកម្មប៉ុន្តែសម្រាប់ក្លឹបហាត់ប្រាណក្លឹប VC យើងមានការលក់សេវាកម្មជាការ walk in មកលេងម្ដងនិងការលក់ជាកញ្ចប់សមាជិកអាចជាមួយខែ2ខែ3ខែ6ខែឬក៏1ឆ្នាំជាដើមចំណុចទី2នេះរឹតតែពិសេសដើម្បីឲ្យអតិថិជនរបស់លោកអ្នកងាយស្រួលក្នុងការតាមដានកញ្ចប់សមាជិករបស់គាត់ងាយស្រួលក្នុងការ check in ចូលប្រើប្រាស់សេវាកម្មដែលគាត់បានទិញយើងមានដំណោះស្រាយដ៏ល្អបំផុតជូននោះគឺយើងអាចភ្ជាប់ app ឲ្យអតិថិជនរបស់យើងងាយស្រួលក្នុងការតាមដានកញ្ចប់ដែលគាត់បានទិញនិងងាយស្រួលក្នុងការ check in មកប្រើប្រាស់សេវាកម្មដែលគាត់បានទិញហ្នឹងចំណុចសំខាន់បន្ទាប់គឺតកតងជាមួយនឹងការគ្រប់គ្រង stock ហើយនឹងការលក់ជាស្ដែងសម្រាប់ក្លឹបហាត់ប្រាណក្លឹប VC ក្រៅពីការលក់ជាសេវាកម្មយើងក៏មានលក់ជាផលិតផលមួយចំនួនផងដែរក៏ដូចជាភេសជ្ជៈទឹកសុទ្ធ accessory មួយចំនួនគឺយើងអាចធ្វើការគ្រប់គ្រង stock និងការលក់ផលិតផលទាំងអស់នឹងបានផងដែរចំណុចសំខាន់បន្ទាប់គឺតកតងជាមួយនឹងការកត់ត្រាការកក់របស់ភ្ញៀវគាត់អាចកក់ទុកមុនយើងក៏មាន option ក្នុងការ note ការកក់របស់ភ្ញៀវផងដែរហើយចំណុចសំខាន់ចុងក្រោយដែលខ្ញុំធ្វើការសរុបជូននោះគឺរបាយការណ៍តែម្ដងដែលយើងមានរបាយការណ៍ stock របាយការណ៍ចំណូលរបាយការណ៍ចំណាយនិងរបាយការណ៍ចំណេញខាតនៅក្នុង system របស់យើងចំណុចទាំងអស់នេះគឺមាននៅក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ POA Cambodia ឥឡូវនេះយើងមកមើលដំណើរការជាក់ស្ដែងនៅក្នុង system របស់យើងផ្ទាល់តែម្ដងដែល system របស់យើងគឺដំបូងយើង log in មកបើកវេនលក់របស់យើងគឺយើងមានរូបរាងបែបនេះសម្រាប់ interface sale របស់យើងខាងឆ្វេងដៃយើងរៀបចំជា menu ដែលកន្លែងយើងមានដូចមានសេវាកម្ម walk in member មួយខែ2ខែ3ខែយើងរៀបចំមកហើយមានលក់ accessory ផ្សេងៗមាន drink មានអាហារសុខភាពផ្សេងៗដែលយើងមានលក់កន្លែងយើងរៀបចំគឺនៅខាងឆ្វេងដៃបែបនេះហើយខាងសាំដៃជាប៊ូតុងយើងអាចធ្វើការ check in គិតលុយតាមក្រោយឬក៏យើងប៊ូតុង pay យើងគិតលុយភ្លាមគឺយើងអាចរៀបចំបានឥឡូវខ្ញុំឧទាហរណ៍ពិសេសក្នុងការលក់ភេសជ្ជៈជូនយើងអាចជ្រើសរើសបែបនេះមកគឺវាធ្លាក់នៅខាងក្រោមខាងស្ដាំបែបនេះអូខេអញ្ចឹងយើង pay ភ្លាមយើងចុចប៊ូតុង pay នោះ pay តាមអី cash ឬក៏ ABA យើងអាចជ្រើសរើស payment ថៃនឹងបានចុច complete បែបនេះមកវានឹង pop up ឲ្យយើងចុចប៊ូតុង print ពីកាយប័ណ្ណជូនភ្ញៀវបានគឺ process ក្នុងការលក់គឺងាយបែបនេះឥឡូវខ្ញុំសូមបង្ហាញជូនក្នុងការលក់ជាកញ្ចប់សមាជិកវិញម្ដងខ្ញុំជ្រើសរើសយកអាជីពដែលយើងបានរៀបចំនឹងមកគឺយើងជ្រើសរើសយកកញ្ចប់30ថ្ងៃមួយខែនេះហើយចំពោះការលក់ជាកញ្ចប់សមាជិកនេះគឺពិសេសមានថាតលតែយើងដាក់អតិថិជនសិលេចអតិថិជនបានយើងអាចធ្វើការលក់បានជាក់ស្ដែងបើសិនជាអតិថិជនចាស់ដែលយើងធ្លាប់បង្កើតយើងគាត់ថាជ្រើសរើសវ័យឈ្មោះឬក៏លេខទូរស័ព្ទវា suggest មកឲ្យយើងបែបនេះបើអតិថិជនថ្មីយើងចុចកន្លែងសញ្ញា add កន្លែងនេះថ្មីគឺបង្កើតបានថ្មីភ្លាមតែម្ដងឧទាហរណ៍ខ្ញុំលក់ឲ្យភ្ញៀវមួយនេះឈ្មោះនេះហើយយើងចុចប៊ូតុង pay មកគាត់ pay តាម AK cash ឬក៏ ABA យើងអាចចុចប៊ូតុង pay នឹងបានហើយចុច complete មកគឺយើងអាចលក់ជាកញ្ចប់សមាជិកនឹងបានហើយជាក់ស្ដែងនៅពេលដែលយើងលក់ជាកញ្ចប់សមាជិកហើយយើងបានជាប់ជាមួយ app គឺអតិថិជនមកដល់ check in គឺងាយស្រួលមែនទែនគាត់គ្រាន់តែបើក app មកចុចទៅលើកន្លែង member នឹងមកវានឹង show QR អញ្ចឹងយើងអាច scan ដើម្បី check in ឲ្យគាត់បានហើយគឺ load ស័ក្តិសិទ្ធិហើយយើងអាចចំពោះអតិថិជនផ្ទាល់គាត់អាចធ្វើការមើលពីប្រវត្តិនៃការ check in របស់គាត់ហើយគាត់បានទិញកញ្ចប់សមាជិកនឹងផុតកំណត់ថ្ងៃណាគឺគាត់អាចតាមដានមើលបានទៅលើកញ្ចប់របស់គាត់នឹងគឺមានភាពងាយស្រួលមែនទែនហើយនៅចុងបញ្ចប់នៃវេនប្រចាំថ្ងៃរបស់យើងអាចធ្វើការបិទវេនរបស់យើងដើម្បីយើងបូកសរុបលទ្ធផលក្នុងការលក់ក្នុងមួយថ្ងៃរបស់យើងចុចបិទបែបនេះមកយើងមើលថាតើយើងទទួលបានជាសាច់ប្រាក់ប្រមាណជា A ប្រមាណយើងអាចចុចបិទវេនរបស់យើងនឹងមកដើម្បីយើងទទួលបានរបាយការណ៍ក្នុងការលក់របស់យើងក្នុងរយៈពេលមួយវេនរបស់យើងនឹងអញ្ចឹងយើងអាចធ្វើការបញ្ចប់បិទវេនរបស់យើងមកយើងនឹងទទួលបានបង្កាន់ដៃបិទវេនរបស់យើងបែបនេះដែលមានទិន្នន័យលក់សរុបបានប្រមាណតាម A ប្រមាណតាម cash ប្រមាណហើយយើងលក់សេវាកម្មឬក៏ផលិតផលអីខ្លះគឺយើងមានរបាយការណ៍បិទវេនរបស់យើងបែបនេះដើម្បីយើងរៀបចំស្រស់ស្អាតងាយស្រួលមើលហើយទិន្នន័យគឺគ្រប់គ្រាន់អញ្ចឹងទេប្រសិនជាបងប្អូនមានតម្រូវការប្រព័ន្ធគ្រប់គ្រងបែបនេះ complex POS Cambodia សូមអរគុណ